សួស្តីប្រិយមិត្តវត្តតិចសូមស្វាគមន៍មកកាន់វគ្គទី5នៃ Crypto 101ថ្ងៃនេះយើងនិយាយអំពី Binance ថាតើវាជាអ្វីហើយអ្វីបានត្រូវបង្កើតវាឡើងនិងប្រើសម្រាប់អ្វីតោះចាប់ផ្ដើម Binance គឺជាវេទិកាជួញដូររូបិយប័ណ្ណ Digital ដ៏ធំបំផុតមួយនៅលើពិភពលោកវាត្រូវបានបង្កើតឡើងនៅឆ្នាំ2017ដោយបរិសម្នាក់ដែលមានឈ្មោះថា CC នៅប្រទេសចិនវាអនុញ្ញាតឲ្យអ្នកទិញលក់និងជួញដូររូបិយប័ណ្ណ Crypto ជាច្រើនប្រភេទដូចជា Bitcoin Ethereum និង USDT Binance ត្រូវបានបង្កើតឡើងដើម្បីផ្ដល់នូវវេទិកាមួយដែលងាយស្រួលលឿននិងមានតម្លៃថោកសម្រាប់ការជួញដូរ Crypto នៅពេលនោះទីផ្សារ Crypto កំពុងរីកចម្រើនប៉ុន្តែមេតិកាតិចតួចណាស់ដែលអាចផ្ដល់សេវាកម្មល្អនិងគ្រប់គ្រងរូបិយប័ណ្ណច្រើនប្រភេទ Binance បានបំពេញចន្លោះនេះ Binance ត្រូវប្រើសម្រាប់ទិញនិងលក់ Crypto ឬរក្សាទុកនៅក្នុងកាបូប Digital របស់វាមានមុខងារដូចជា Staking ដើម្បីរកកម្រៃនិងការជួញដូរកម្រិតខ្ពស់សម្រាប់អ្នកជំនាញលើពីនេះទៀតវាជារូបិយប័ណ្ណផ្ទាល់ខ្លួនគឺ BNB ដែលប្រើសម្រាប់កាត់បន្ថយថ្លៃជួញដូរនេះហើយជា Binance តើអ្នកគិតយ៉ាងម៉េចសូមប្រាប់យើងនៅក្នុងមតិយោបល់ហើយកុំភ្លេចតាមដាននៅវគ្គបន្ទាប់សូមអរគុណនិងជួបគ្នាលើកក្រោយ